រឿងសុបិនដែលមិនធ្លាប់ភ្លេចនៅក្នុងភូមិមួយដ៏ស្ងប់ស្ងាត់នៅឯជាទីក្រុងមាននារីវ័យក្មេងម្នាក់ឈ្មោះសុភាពនាងជាសិស្សសាកលវិទ្យាល័យដែលទើបតែចាក់ចេញពីផ្ទះមកស្នាក់នៅជាមួយមិត្តភ័ក្តិនៅផ្ទះជួលមួយកន្លែងផ្ទះនោះមើលទៅធម្មតាប៉ុន្តែមានអារម្មណ៍ត្រជាក់ខុសប្លែកពីធម្មតាដូចជាមានអ្វីមួយនៅជុំវិញខ្លួនកំពុងសម្លឹងមើលមកថ្ងៃដំបូងនៃការស្នាក់នៅគ្រប់អ្វីគឺធម្មតាប៉ុន្តែថ្ងៃយប់ទី2សុភាពបានសុបិនចម្លែកមួយនាងឃើញខ្លួនឯងដើរតាមផ្លូវដ៏ងងឹតហើយបានដើរទៅដល់ផ្ទះចាស់មួយដែលមានទ្វារធឿពីដែកបន្ទាប់មកនាងក៏បោកទ្វារចូលនៅក្នុងផ្ទះនោះមានស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សសក់វែងនិងក្របលើមុខហើយសម្លឹងមើលនាងដោយភ្នែកពោពេញដោយមានទុក្ខសោកយ៉ាងខ្លាំងស្ត្រីនោះនិយាយតែមួយប្រយោគសូមជួយខ្ញុំផងខ្ញុំមិនអាចចេញពីទីនេះបានទេសុភាពភ្ញាក់ឡើងនឹងក្របអង្គុយបេះដូងញ័រខ្លាំងនិងខ្លួនឯងពោពេញដោយញើសនាងគិតថាវាជាសុបិនធម្មតាប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅលើដៃរបស់នាងមានស្នាមពណ៌ខ្មៅដូចជាស្នាមចាប់ដោយអ្វីមួយថ្ងៃបន្ទាប់នាងសួរមិត្តភក្តិថាតើអ្នកធ្លាប់សុបិនអីចម្លែកទេប៉ុន្តែគេឆ្លើយថាទេអត់មានអីទេទោះជាយ៉ាងណាសុភាពមិនអាចបំភ្លេចសុបិននោះបានរៀងរាល់យប់នាងតែងតែសុបិនដដែលប៉ុន្តែរាល់ពេលសុបិនកាត់ឡើងស្ត្រីស្លៀកសម្លៀកបំពាក់ពណ៌សនោះកាន់តែចិត្តនាងកាន់តែចិត្តទៅនៅយប់ទី5សុភាពឃើញស្ត្រីនោះយំនិងបង្ហាញខ្លួនទៅលើកញ្ចក់ចាស់មួយនៅជ្រុងផ្ទះនាងនិយាយថាខ្ញុំស្លាប់នៅទីនេះកុំឲ្យគេបំផ្លាញវាសពខ្ញុំនៅក្រោមជើងជញ្ជាំងព្រឹកបន្ទាប់សុភាពសម្រេចចិត្តទៅពិនិត្យកន្លែងដែលនាងឃើញនៅក្នុងសុបិននៅក្រោមជញ្ជាំងផ្ទះជួលនោះមានពំនួពេលតូចមួយដែលមើលទៅដូចជាមិនមាននរណាប៉ះពាល់អស់រយៈពេលយូរនាងនិងមិត្តភក្តិរបស់នាងបានជីកមើលហើយពេលនោះពួកគេបានរកឃើញឆ្អឹងមនុស្សមួយសំនុំជាមួយខ្សែដៃមួយខ្សែផងដែរបន្ទាប់មកពួកគេក៏បានប្តឹងប៉ូលីសត្រូវបានមកដល់បន្ទាប់មកគេរកឃើញថាមានករណីស្ត្រីម្នាក់បាត់បង់នៅទីនោះជាច្រើនឆ្នាំមុននិងក្រុមគ្រួសាររបស់គេរកមិនឃើញឡើយក្រោយពីឆ្អឹងសពនោះត្រូវបានធ្វើបុណ្យរួចរាល់ហើយសុភាពមិនដែលសុបិនអំពីស្ត្រីនោះទៀតទេប៉ុន្តែរៀងរាល់ពេលនាងដើរឆ្លងកាត់កន្លែងនោះនាងតែងតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលនិងឮសូរសំឡេងស្រទន់ៗនិយាយថាអរគុណសម្រាប់ការជួយដល់ខ្ញុំចាប់ពីពេលនោះមកសុភាពនាងតែងតែគិតក្នុងចិត្តថាមានសុបិនខ្លះមិនមែនសម្រាប់ភ្លេចទេប៉ុន្តែសម្រាប់បញ្ចប់អត្ថកម្បាំងមួយនិងស្វែងរកការពិត